ការបាយបាត់ស្នេហាគឺជារបួសផ្លូវចិត្តដែលឈឺចាប់ខ្លាំងបំផុតសម្រាប់មនុស្សយើងសួស្តីអ្នកនរគ្នាខ្ញុំតារ៉ាសចឹងខ្ញុំជឿថាយើងទាំងអស់គ្នាសុទ្ធតែដឹងហើយថាតំណែងស្នេហាគឺវាមានឥទ្ធិពលខ្លាំងមែនតើមកដល់មនុស្សយើងដែលវាជះឥទ្ធិពលដល់គ្រប់ផ្នែកនៃជីវិតរបស់យើងតែនៅពេលដែលមនុស្សម្នាក់គាត់មានជីវិតស្នេហាមួយដែលអញនិយាយថាវាស្រស់ស្អាតគឺធ្វើឲ្យយើងមើលឃើញគាត់ថាគាត់ក្លោអាប់គាត់ជោគជ័យទៅលើការងារគាត់សប្បាយចិត្តអីជាដើមប៉ុន្តែនៅពេលដែលគាត់មានបញ្ហាទៅលើតំណែងស្នេហាក៏វាជះឥទ្ធិពលទៅលើគ្រប់ផ្នែកនៃជីវិតដូចគ្នាដែរហើយមូលហេតុអីទៅធ្វើឲ្យការដែលបាត់បង់ស្នេហាឬក៏អញនិយាយថាបាត់បង់មនុស្សដែរគាត់ស្រឡាញ់វាជារឿងដ៏ឈឺចាប់ខ្លាំងបំផុតរបស់មនុស្សហើយនេះគឺជាមូលហេតុដែលខ្ញុំរកឃើញតាមរយៈការដែលខ្ញុំស្រាវជ្រាវតាមរយៈ website official ជាច្រើនដែលមូលហេតុទី1នោះគឺថាការដែលបាត់បង់ស្នេហាគឺមិនមែនតែបាត់បង់មនុស្សដែលគាត់ស្រឡាញ់តែប៉ុណ្្នឹងឯងប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលគាត់គិតថាវាបានទៅតាមមនុស្សម្នាក់ហ្នឹងមានអីគេខ្លះដូចជាអត្តសញ្ញាណរបស់គាត់ដែលពីមុនឡើយគាត់តែងតែហៅខ្លួនឯងថាគាត់គឺជាសង្សាររបស់មនុស្ស ABC ជាដៃគូប្តីប្រពន្ធអីចឹងទៅ Yes ទី2នោះគឺតាក់ទងទៅនឹងត្រឡប់ប្រចាំថ្ងៃដែលពីមុនគាត់តែងតែធ្វើនេះធ្វើនោះជាមួយគ្នាទៅណាទៅណីដែលគ្នាយើងមួយចំនួនគាត់អាចនិយាយថាចំណាយពេលសឹងតែ24ម៉ោងហើយជាមួយគ្នាចឹងហើយនៅពេលដែលមនុស្សម្នាក់នឹងចេញទៅគឺធ្វើឲ្យគាត់អត់អាចធ្វើត្រឡប់នឹងបានតទៅទៀតទេចឹងហើយទៅធ្វើឲ្យត្រឡប់ប្រចាំថ្ងៃមួយចំនួនគឺវាបានបាត់បង់ទៅតាមមនុស្សម្នាក់នឹងមួយវិញទៀតដែរគឺតាក់ទងទៅនឹងមិត្តភ័ក្តិតំណែងជាមួយនឹងមនុស្សមួយចំនួនតែពីមុនយើងអាចថាយើងទៅនេះទៅនោះជាមួយនឹងគាត់ហើយមានមិត្តភ័ក្តិគាត់ទៅដែរអញ្ចឹងទៅជួបមិត្តភ័ក្តិគាត់អញ្ចឹងហើយពេលដែលយើងបានបាយពីគាត់ក៏យើងក៏ធ្វើឲ្យយើងអត់សូវជារាប់អានឬក៏ភាគច្រើនកាត់ផ្ដាច់តែម្ដងជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដូចគ្នាហើយចុងក្រោយគេនោះគឺសំខាន់គឺតាក់ទងទៅនឹងគម្រោងអនាគត Yes future plan ដែលយើងតែងតែសម័យហើយមានគាត់នៅក្នុងហ្នឹងមានអីគេខ្លះដូចជាចង់ធ្វើជាប្តីឬក៏ប្រពន្ធដ៏ល្អសម្រាប់គាត់ធ្វើជាមនុស្សដ៏យកចិត្តមួយរបស់គាត់ជាមនុស្សដែលចាំលួងលោមផ្ដល់ភាពកក់ក្ដៅឲ្យគាត់ខណៈដែលពិភពលោកខាងក្រៅអាចនឹងធ្វើឲ្យគាត់ឈឺចាប់គឺមានយើងក្តីសម័យដែលយើងចង់ធ្វើជាម្ដាយឬក៏ឪពុកដ៏ល្អរបស់កូនគាត់ម្ដាយឪពុកដែលមានការអប់រំឲ្យតម្លៃគ្រួសារជាធំហើយធ្វើឲ្យកូនគាត់ធំធាត់ឡើងដោយមានសុខភាពល្អមានការអប់រំខ្ពង់ខ្ពស់អីចឹងទៅហើយនៅមានក្តីសម័យជាច្រើនទៀតដែលតាក់ទងទៅនឹងការដែលរស់នៅដែលមានសុភមង្គលបង្កើតគ្រួសារមួយដ៏កក់ក្ដៅហើយគ្នាទៅវិញទៅមកអីជាដើម Yes ចឹងដោយសារតែរឿងទាំងអស់ហ្នឹងវាភ្ជាប់ជាមួយនឹងមនុស្សម្នាក់ហ្នឹងចឹងហើយទៅធ្វើឲ្យការដែលមនុស្សម្នាក់ហ្នឹងចេញទៅឬក៏ការដែលបែកបាក់ស្នេហាវាគឺជារឿងដ៏ឈឺចាប់មួយរបស់មនុស្សគ្រប់គ្នាប៉ុន្តែមិនថាពួកយើងឈឺចាប់ខ្លាំងមិនទេបន្ទាប់ពីបែកបាក់ស្នេហាក៏រឿងតែមួយគត់ដែលពួកយើងអាចធ្វើបាននោះគឺកាត់ចិត្ត move on វាគឺជារឿងតែមួយគត់ដែលយើងអាចធ្វើបានពីព្រោះអាចថាមនុស្សម្នាក់ទៀតគឺគាត់ឡើងមានក្តីស្រឡាញ់ឲ្យយើងដូចមុនទៀតហើយគាត់ឡើងឃើញមើលឃើញអនាគតដ៏ស្រស់ស្អាតមួយដែលមានយើងជាមនុស្សម្នាក់នៅក្នុងហ្នឹងទៀតហើយដូច្នេះហើយទៅខ្ញុំនិយាយថារឿងតែមួយគត់ដែលពួកយើងអាចធ្វើបានបន្ទាប់ពីបែកបាក់ស្នេហានោះគឺការកាត់ចិត្តអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកនិយាយអំពីវិធីសាស្ត្រមួយចំនួនដែលអាចជួយឲ្យពួកយើងអាចកាត់ចិត្តពីមនុស្សដែលយើងស្រឡាញ់ឬក៏តំណែងស្នេហាចាស់របស់យើងហើយវិធីសាស្ត្រដែលខ្ញុំនឹងលើកមកនិយាយនេះគឺខ្ញុំនឹងយកអ្វីដែលវាគាត់ថាអាចwork សម្រាប់យុវវ័យនៅក្នុងស្រុកយើងដោយសារអីចាត់ឡើងទៅវិធីសាស្ត្រនៅក្នុងការ move on គឺវាមានច្រើនផ្សេងៗគ្នាទៅតាមមនុស្សម្នាក់ៗអញ្ចឹងណាហ្នឹងហើយប៉ុន្តែអ្វីដែលខ្ញុំនឹងលើកឡើងនេះគឺវាខ្ញុំគិតថាវា apply សម្រាប់យុវវ័យនៅក្នុងស្រុកយើងហើយវាមានទាំងអស់ចំនួន7ហើយវិធីសាស្ត្រចុងក្រោយគេនោះគឺជាវិធីសាស្ត្រដ៏សំខាន់មួយហើយបើខ្ញុំនិយាយថាសំខាន់ពីព្រោះបើទោះបីជាអ្នកទាំងអស់គ្នាខំប្រឹងអនុវត្ត6វិធីសាស្ត្រដំបូងបានជោគជ័យមួយក៏ដោយប៉ុន្តែបើសិនជាអត់មានវិធីសាស្ត្រចុងក្រោយទេក៏អ្នកទាំងអស់គ្នានៅតែអត់អាចកាត់ចិត្តពីមនុស្សដែលអ្នកទាំងអស់គ្នាធ្លាប់មនុស្សដែលអ្នកទាំងអស់គ្នាស្រឡាញ់នឹងបានអូខេអញ្ចឹងវិធីសាស្ត្រទី1នោះគឺអ្នកទាំងអស់គ្នាត្រូវតែអនុញ្ញាតឲ្យអារម្មណ៍ទាំងអស់លេចរូបរាងឡើងហើយ feel it បន្ទាប់ពីអ្នកទាំងអស់គ្នាទទួលបានពាក្យថាយើងបែកគ្នាទៅ Yes មានអារម្មណ៍អីគេខ្លះគឺឧទាហរណ៍ថាអារម្មណ៍រន្ធត់ដែលមិនពាក្យសម្ដីរបស់មនុស្សម្នាក់ហ្នឹងឬក៏កាយវិការដែលគាត់ធ្វើដាក់យើងនៅក្នុងកន្លងពេលវេលាចុងក្រោយជាមួយគាត់ទេហើយគាត់ប្រាប់យើងថាបែកគ្នាហើយអញ្ចឹងពាក្យហ្នឹងវាប្រកាសជាហោះជុំវិញក្បាលរបស់យើងនៅក្នុងថ្ងៃទី1ឬក៏មួយរយៈពេលដំបូងនៃការដែលយើងបាត់បង់គាត់ហ្នឹងហើយអញ្ចឹងហើយ Yes វានឹងធ្វើឲ្យយើងមានអារម្មណ៍ថារន្ធត់ហើយក៏យើងនៅតែមានអារម្មណ៍ថាវាដូចជាការសម័យវាដូចជាមិនមែនការពិតយើងអត់ជឿវាហ្នឹងហើយដែលអារម្មណ៍ទាំងអស់ហ្នឹងនឹងធ្វើឲ្យអ្នកទាំងអស់គ្នាផ្សានធុងញាត់ដៃមានអារម្មណ៍ថាលះលហាយអត់មានកម្លាំងហើយក៏យំរហូតចង់យំអញនិយាយថា24ម៉ោងសឹងតែយំរហូតហ្នឹងហើយក៏នឹងធ្វើឲ្យអ្នកទាំងអស់គ្នាមើលឃើញពិភពលោករបស់ខ្លួនឯងវាដូចជាសខ្មៅឬក៏អញនិយាយថាខ្មៅងឹតអត់មានពន្លឺអីហ្មងចឹងហើយមិនថានៅក្នុងកំឡុងពេលថ្ងៃទី1ឬក៏កំឡុងពេលភ្លាមហ្នឹងអ្នកទាំងអស់គ្នាមានអារម្មណ៍អីទេអ្នកទាំងអស់គ្នាសូមអនុញ្ញាតឲ្យអារម្មណ៍ទាំងអស់ហ្នឹងវាលេចរូបរាងឡើងហើយ feel it ដែលផ្សានធុងដែលចង់យំញាត់ដៃញាត់ជើងអីហ្នឹងអ្នកទាំងអស់គ្នា feel អារម្មណ៍ទាំងអស់ហ្នឹងឲ្យបានពេញលេញ
ពីព្រោះអីតាមបទពិសោធន៍របស់ខ្ញុំអ្នកទាំងអស់គ្នាអារម្មណ៍របស់យើងគឺវាដូចជារបួសនានានៅលើរាងកាយរបស់យើងអញ្ចឹងដែលបានន័យថាប្រសិនបើអ្នកទាំងអស់គ្នាមិនអនុញ្ញាតឲ្យអារម្មណ៍ទាំងអស់ហ្នឹងវាលេចរូបរាងឡើងហើយអ្នកទាំងអស់គ្នា feel it ទេគឺវានឹងនៅតែនៅក្នុងខ្លួននៅក្នុងចិត្តរបស់យើងអញ្ចឹងវាអត់មានបាត់ទៅណាឯងបើទោះបីជាអ្នកទាំងអស់គ្នាព្យាយាមធ្វើអត់ដឹងអត់លឺជាមួយវាព្យាយាមធ្វើរឿងអីមួយដើម្បីបន្លប់អារម្មណ៍ទាំងអស់ហ្នឹងក៏វាអត់មានបាត់ទៅណាដែរគឺវាមានតែនៅក្នុងខ្លួននៅគឺវានៅតែនៅក្នុងខ្លួននៅក្នុងចិត្តរបស់អ្នកទាំងអស់គ្នាអញ្ចឹងមូលហេតុហ្នឹងហើយតែខ្ញុំកែឲ្យអ្នកទាំងអស់គ្នាធ្វើការ feel អារម្មណ៍ទាំងអស់ហ្នឹងយ៉ាចឹងអាចថា spend time alone បន្តិចទៅមួយថ្ងៃឬក៏ពីរថ្ងៃអនុញ្ញាតឲ្យខ្លួនឯង feel នៅអារម្មណ៍ទាំងអស់ហ្នឹងពីព្រោះបើសិនបានអ្នកទាំងអស់គ្នាមិនអនុញ្ញាតឲ្យអារម្មណ៍ទាំងអស់ហ្នឹងវាលេចរូបរាងឡើងទេគឺវានឹងធ្វើឲ្យស្ថានភាពរបស់អ្នកទាំងអស់គ្នាកាន់តែពិបាកនៅក្នុងការ move on នៅក្នុងការកាត់ចិត្តហើយវាក៏ចំណាយពេលកាន់តែយូរនៅក្នុងការ move on ដូចគ្នាដែរអូខេចឹងអានេះវាជាវិធីទី1សម្រាប់វិធីទី2នោះគឺកុំឲ្យខ្លួនឯងឈប់គិតឬក៏ព្យាយាមភ្លេចមនុស្សម្នាក់ហ្នឹងឬក៏អនុស្សាវរីយ៍នានាតាក់ទងទៅនឹងគាត់កុំធ្វើឲ្យខ្លួនឯងកុំបង្ខំខ្លួនឯងឲ្យឈប់ណាមូលហេតុអីដែលខ្ញុំនិយាយចឹងពីព្រោះតាមរយៈការដែលខ្ញុំសិក្សាតាក់ទងទៅនឹងចិត្តរបស់មនុស្សយើងណាទាំងអស់គ្នាចិត្តរបស់ everyone ហ្មងអត់មាន special សម្រាប់ណាគេម្នាក់អីណាគឺចិត្តរបៀបដែលចិត្តរបស់យើងធ្វើការចិត្តរបស់យើងចាស់ស្ដែងគឺដូចកូនក្មេងចឹងដែលបានន័យថាបើសិនបើយើងប្រាប់វាថាកុំឲ្យធ្វើអីគឺវាធ្វើហ្នឹងចឹងអ្នកនេះអញមើលកូនក្មេងបានបើយើងប្រាប់គាត់ថាកុំឲ្យឧទាហរណ៍ថាលេងដីឬក៏រើសដីញ៉ាំគឺគាត់នឹងញ៉ាំដីហ្នឹងអាចចំណាំមើលបានចឹងគឺចិត្តរបស់យើងដូចកូនក្មេងចឹងបើសិនជាអ្នកទាំងអស់គ្នាបញ្ឈប់ខ្លួនឯងមិនថាបង្ខំខ្លួនឯងឲ្យឈប់គិតពីគាត់ឬក៏អនុស្សាវរីយ៍នានាតាក់ទងទៅនឹងគាត់គឺអ្នកទាំងអស់គ្នានឹងកត់សម្គាល់ថាមានការគិតជាច្រើនតាក់ទងទៅនឹងគាត់លេចរូបរាងឡើងនៅក្នុងចិត្តនៅក្នុងខួរក្បាលរបស់យើង Yes ចឹងសំណួរសួរថាខ្ញុំគួរធ្វើម៉េចពួកខ្ញុំប៉ັດជាអត់អាចប្រឈមមុខជាមួយនឹងការគិតទាំងអស់ហ្នឹងបានទេវាធ្វើឲ្យខ្ញុំពិបាកខ្លាំងណាស់ខ្ញុំយល់ថាវាប៉ັດជាពិបាកខ្លាំងប៉ុន្តែមិនមែនថាអ្នកនរគ្នាអាចធ្វើបានទេដែលវិធីដែលអ្នកនរគ្នាអាចធ្វើបាននោះគឺអ្នកទាំងអស់គ្នាត្រូវដើរតួជាអ្នកអង្កេតចិត្តរបស់អ្នកទាំងអស់គ្នាហ្នឹងអ្នកទាំងអស់គ្នាត្រូវដើរតួដូចជាអនុរិយនៅក្នុងបន្ទប់ប្រឡងដែលបានន័យថារាល់ពេលដែលការគិតតាក់ទងទៅនឹងមនុស្សម្នាក់ហ្នឹងលេចរូបរាងឡើងអ្នកទាំងអស់គ្នាក៏បណ្ដោយឲ្យវាចេញមក Yes ហើយអ្នកទាំងអស់គ្នាគ្រាន់តែមើលវាអ្នកទាំងអស់គ្នាហើយមើលវាហ្នឹងគឺអ្នកទាំងអស់គ្នានិយាយថាប្រឈប់ខ្លួនឯងហ្មងហើយនៅស្មឹងស្មាត់មើលមិនមើលភ្នែកចេះហេអាចថាតាមដានការគិតរបស់យើងថាយើងកំពុងគិតពីអីគេ Yes អញ្ចឹងបើសិនជាវាមានការគិតហ្នឹងអ្នកទាំងអស់គ្នាចង់ប្រឈប់វាដឹងអ្នកត្រូវធ្វើមិនអត់គឺអ្នកទាំងអស់គ្នានិយាយពាក្យថាឈប់អញ្ចឹងអ្នកនរគ្នានឹងអាចវាថាដូចដាក់របាមួយនៅកន្លែងនៅមុខវាកុំឲ្យវាមានការគិតបែកអូហូស្ទឹងទៅលើរឿងអីផ្សេងទៀតអានេះគឺជាវិធីតែមួយគត់ដែលអ្នកទាំងអស់គ្នាអាចធ្វើបានពីព្រោះបើអ្នកទាំងអស់គ្នាហាមវាកុំឲ្យគិតគឺវានឹងកាន់តែគិតទៅលើរឿងទាំងអស់ហ្នឹង Yes ហើយរបៀបមួយវិញទៀតតាក់ទងទៅនឹងការដែលបង្កើតការគិតអ្នកទាំងអស់គ្នានិយាយទៅវាមានរឿងច្រើនដែលធ្វើឲ្យយើងអាចគិតពីមនុស្សម្នាក់ហ្នឹងពីព្រោះយើងមិនមែនមានតំណែងមួយគាត់រយៈពេលខ្លីទេត្រូវអត់រាប់ខែឆ្នាំអ្នកខ្លះអញ្ចឹងរឿងតូចតាចជាច្រើនដែលធ្វើឲ្យយើងអាចគិតដល់គាត់សំបីតែពណ៌ពាក្យសម្ដីក្លិនobject ណាមួយឬក៏សលេងអក្សរអីក៏អាចធ្វើឲ្យយើងគិតដល់គាត់ដែរឧទាហរណ៍ថាអញ្ចឹងពេលយើងនៅក្នុងថ្នាក់រៀនម៉ោងជីវៈអីចឹងទៅពេលដែលគ្រូនិយាយពាក្យថាពណ៌លឿងសម្រាប់អ្នកដទៃគឺវាធម្មតាប៉ុន្តែយើងសម្រាប់យើងស្រាប់តែយើងឮពាក្យថាពណ៌លឿងហ្នឹងហើយយើងចាប់ដើមញ័រដៃហើយគ្រូចាប់ដើមសារដោយសារអីគាត់ចូលចិត្តពណ៌លឿងមនុស្សម្នាក់ទៀតនឹងចូលចិត្តពណ៌លឿងអញ្ចឹងហើយធ្វើឲ្យយើងនឹកឃើញដល់គាត់ឧទាហរណ៍មួយទៀតថាអ្នកទាំងអស់គ្នាជិះកាត់ផ្លូវមួយហ្នឹងមានហាងមួយហ្នឹងជិះរត់ដល់អ្នកទាំងអស់គ្នាអត់អីអត់មានអារម្មណ៍អីទេប៉ុន្តែស្រាប់ពេលបន្ទាប់ពីអ្នកទាំងអស់គ្នាបែកគ្នាជិះកាត់ហាងហ្នឹងពេលជិះដល់ហាងហ្នឹងឬក៏ពេលដែលជិតដល់ហើយអ្នកទាំងអស់គ្នាចាប់អារម្មណ៍ដឹងថាជិះហាង A មួយហ្នឹងអ្នកទាំងអស់គ្នាក៏ចាប់ដើមញ័រដៃហើយចាប់ដើមនិយាយថាចង់យំអីចឹងទៅដោយសារអីហាងហ្នឹងគឺជាហាងដែលគាត់ចូលចិត្តហាងដែលអ្នកទាំងអស់គ្នាហើយនឹងគាត់តែងតែមកញ៉ាំអីជាមួយគ្នាពេលដែលនៅតាក់ទងគ្នាចឹងឃើញអត់វាមានរឿងច្រើនណាស់ដែលអាចធ្វើឲ្យយើងនឹកគិតដល់មនុស្សម្នាក់ហ្នឹងដូច្នេះហើយទើបខ្ញុំនិយាយថាមានតែវិធីមួយគត់ដែលយើងអាចឲ្យយើង adapt ទៅលើការគិតទាំងអស់ហ្នឹងគឺយើងអនុញ្ញាតឲ្យការគិតនានាលេចរូបរាងឡើងគាត់ថាកុំបណ្ដោយឲ្យការគិតទាំងអស់ហ្នឹងវាគ្រប់គ្រងការរស់នៅរបស់យើងគ្រប់គ្រងសកម្មភាពនានារបស់យើងដែលពេលដែលអ្នកទាំងអស់គ្នាចាប់អារម្មណ៍ថាវារៀងបែកអូហូស្ទឹងគឺអ្នកទាំងអស់គ្នាត្រូវនិយាយពាក្យថា stop ឬឈប់បន្ទាប់មកអ្នកទាំងអស់គ្នាត្រូវផ្ដោតការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នាហ្នឹងជាមួយនឹងអីដែលអ្នកទាំងអស់គ្នាកំពុងធ្វើនាពេលបច្ចុប្បន្នហ្នឹងឧទាហរណ៍ថាកំពុងតែជិះម៉ូតូឬក៏បើកឡានអីចឹងទៅផ្ដោត attention ទៅលើវា 100% ឬក៏បើអត់មានធ្វើអីទេគឺចាប់អារម្មណ៍លើចលនាដង្ហើមរបស់យើងដង្ហើមចេញចូលស្ដាប់សំឡេងនៅជុំវិញឬក៏ក្លិនអីជាដើមអញ្ចឹងអាហ្នឹងក៏ជាវិធីដែរជួយឲ្យអ្នកទាំងអស់គ្នាអាចទាញយក attention របស់យើងហ្នឹងមកផ្ដោតទៅលើអីដែលយើងកំពុងធ្វើដោយកុំឲ្យគិតដល់មនុស្សម្នាក់ហ្នឹង
yes ហើយខ្ញុំចង់បញ្ជាក់ថាវិធីនេះគឺមិនមែនអ្នកទាំងអស់គ្នាធ្វើតែម្ដងវាបានផលទេណាគឺអ្នកទាំងអស់គ្នាត្រូវតែអនុវត្តវាឲ្យបានខ្ជាប់ខ្ជួនហើយពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ពេលមួយអ្នកទាំងអស់គ្នានឹងចាប់អារម្មណ៍ថាពណ៌លឿងហ្នឹងឬក៏ពេលដែលអ្នកទាំងអស់គ្នាជីកាត់ហាងមួយហ្នឹងឬក៏អីគ្រប់យ៉ាងដែលតាក់ទងនឹងម្នាក់ហ្នឹងឡើងធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាចុកធុងញ័រដៃញ័រជើងឬក៏ចង់យំដូចមុនអី yes ពីព្រោះគោលបំណងនៃការ move on មិនមែនជាការដែលយើងព្យាយាមបំភ្លេចគាត់ឬក៏អនុស្សាវរីយ៍តាក់ទងនឹងគាត់ទេតែគឺជាការដែលយើងធ្វើឲ្យខ្លួនឯងទទួលស្គាល់ការពិតហើយលែងបណ្ដោយឲ្យរូបភាពនានាតាក់ទងនឹងគាត់មកឆាឆៅឬក៏មកជាឥទ្ធិពលដល់ការរស់នៅរបស់យើងទៀតអូខេអញ្ចឹងបន្ទាប់នោះគឺអ្នកទាំងអស់គ្នាគប្បីចំណាយពេលនៅចិត្តមនុស្សដែលអ្នកទាំងអស់គ្នាស្រឡាញ់ឬក៏យល់ពីអ្នកទាំងអស់គ្នាមានណាគេខ្លះអាចថាឪពុកម្ដាយឬក៏មិត្តភក្តិជិតស្និទ្ធណាមួយដែលអ្នកទាំងអស់គ្នាទុកចិត្តអីចឹងទៅអញ្ចឹងគប្បីចំណាយពេលនៅជាមួយគាត់ឲ្យបានច្រើនតាមដែលអាចធ្វើបាន yes អាចថាធ្វើការងារអីជាមួយគាត់ទីថាជួយធ្វើម្ហូបម៉ាក់យើងជួយបេះបន្លែទៅនៅជាមួយនឹងមិត្តភក្តិរបស់យើងអីចឹងទៅហើយបានអ្នកទាំងអស់គ្នាមាន confidence yes ប្រាប់គាត់ពីរឿងដែលអ្នកទាំងអស់គ្នាកំពុងតែជួបប្រទះចឹងហើយគាត់អាចនឹងផ្ដល់ជា advice ឬក៏ការលើកទឹកចិត្តល្អៗដើម្បីឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ស្រស់ថ្លាច្រើនជាងមុនប៉ុន្តែការនិយាយនេះដូចគ្នាដែរខ្ញុំអត់ recommend ឲ្យអ្នកទាំងអស់គ្នាឧទាហរណ៍ថានៅមួយគាត់2ម៉ោងនិយាយតាំង2ម៉ោងណា yes គឺយើងនិយាយខ្លះហើយយើងយកពេលនិយាយរឿងអីផ្សេងខ្លះដើម្បីកុំឲ្យអ្នកទាំងអស់គ្នាផ្ដោតទៅលើរឿងហ្នឹងខ្លាំងពេកអូខេតែទៅនៅចំណុចនេះដែរគឺរឿងដែលខ្ញុំហានអ្នកទាំងអស់គ្នាគឺមាន2គឺទី1អត់គប្បីនៅចិត្តមនុស្សដែលអត់យល់ពីអ្នកទាំងអស់គ្នាអត់ support អ្នកទាំងអស់គ្នាឬក៏អត់ដឹងពីទំហំនៃការឈឺចាប់បន្ទាប់ពីបែកបាក់ស្នេហាមូលហេតុដោយសារតែគាត់អាចនឹងយករឿងឈឺចាប់របស់អ្នកទាំងអស់គ្នាហ្នឹងទៅធ្វើជាការលេងសើចមានណាហ្នឹងហើយមានច្រើនខ្លាំងខ្ញុំជួបអញ្ចឹងហើយគប្បីកាត់បន្ថយឬក៏មួយរយៈពេលដែលកំពុងតែ move on ហ្នឹងកុំនៅចិត្តមនុស្សបែបហ្នឹងហើយមួយវិញទៀតនោះគឺអត់គប្បីនៅម្នាក់ឯងទេចាកុំ isolate yourself រយៈពេលយូរពេកនៅក្នុងចំណុចទី1ខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាគប្បីនៅម្នាក់ឯងមួយថ្ងៃឬក៏2ថ្ងៃដំបូងអញ្ចឹងទៅដើម្បីឲ្យអារម្មណ៍នានាវាលេចរូបរាងឡើងហ្នឹងហើយដើម្បីអ្នកទាំងអស់គ្នាអាច feel it ហើយអ្នកទាំងអស់គ្នាអាចឲ្យវាចេញពីចិត្តរបស់អ្នកទាំងអស់គ្នាប៉ុន្តែបន្ទាប់មកកុំឃុំខ្លួនឯងនៅម្នាក់ឯងយូរពេក yes នៅជាមួយនឹងមនុស្សដែលយកចិត្តយើងស្រឡាញ់យើងពិតប្រាកដដូចខ្ញុំនិយាយពីដើមអញ្ចឹងពីព្រោះការដែលអ្នកទាំងអស់គ្នានៅម្នាក់ឯងនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានការគិតកាន់តែច្រើនហើយក៏មានអារម្មណ៍ថាឯកាដូចគ្នាដែរអូខេអញ្ចឹងទី3គឺអ្នកទាំងអស់គ្នាគប្បីនៅចិត្តមនុស្សដែលអ្នកទាំងអស់គ្នាស្រឡាញ់និងយកចិត្តសម្រាប់ព្រឹងបន្ទាប់នោះគឺអ្នកទាំងអស់គ្នាគប្បីកាត់ផ្ដាច់ការទំនាក់ទំនងនានាឬក៏គ្រប់យ៉ាងតែម្ដងតាក់ទងទៅនឹងគាត់ចេញឲ្យឆ្ងាយពីជីវិតអ្នកទាំងអស់គ្នាមានអីគេខ្លះទីថាពេលដែលនៅតាក់ទងគាត់មានទិញអីឲ្យអ្នកទាំងអស់គ្នាជាទៅរឿងអីក៏ដោយវត្ថុអីក៏ដោយដែលតាក់ទងនឹងគាត់គឺអ្នកទាំងអស់គ្នាគួរតែប្រមូលចេញឲ្យឆ្ងាយពីខ្លួនឯងលក់អេតចាយបោះចោល whatsoever អ្នកទាំងអស់គ្នាធ្វើកុំឲ្យអ្នកទាំងអស់គ្នាឃើញវាឲ្យសោះកាត់ផ្ដាច់ទំនាក់ទំនងលេខទូរស័ព្ទ social media គ្រប់យ៉ាងដែលតាក់ទងទៅនឹងគាត់សុំកាត់ផ្ដាច់ឲ្យអស់ហ្នឹងហើយពីព្រោះរបស់ទាំងអស់ហ្នឹងគឺវានឹងអាចធ្វើឲ្យអ្នកទាំងអស់គ្នានឹកឃើញដល់គាត់ yes ហើយមួយវិញទៀតតាក់ទងទៅនឹងការ stop ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាតែម្ដងគឺកុំ stop បើអាចឈប់រហូតកុំ stop គាត់នៅលើ social media កុំរបៀបថាមើលឃើញខ្លួនឯងថាឥឡូវរៀងធូរស្រាលហើយខ្ញុំឡើងគិតពីគាត់ទៀតហើយខ្ញុំចង់ទៅ stop គាត់ដឹងថាជីវិតរបស់គាត់មិនហើយអីចឹងណា no អ្នកទាំងអស់គ្នាខ្ញុំធ្លាប់ហើយខ្ញុំមួយរយៈពេលមុនហ្នឹងគឺខ្ញុំមើលឃើញខ្លួនឯងថាផ្លូវចិត្តរបស់ខ្ញុំល្អប្រសើរហើយស្រាប់តែទៅ stop គេមានអីគឺដូចត្រូវ restart the process មកឡើងវិញទាំងអស់ចឹងហ្នឹងហើយអញ្ចឹង yes កាត់ផ្ដាច់គ្រប់យ៉ាងដែលតាក់ទងទៅនឹងគាត់ឲ្យចេញឆ្ងាយពីអ្នកទាំងអស់គ្នាកុំចាំបាច់ស្ដាយក្រោយស្ដាយរបស់របរឬក៏ស្ដាយតំណែងថាបែកគ្នាចង់ធ្វើជាមិត្តភក្តិមួយគ្នាបានអត់ខ្ញុំមិនដឹងថាអ្នកផ្សេងគេមិនទេប៉ុន្តែខ្ញុំគាត់ថាមនុស្សដែលស្រឡាញ់គ្នាឬក៏មនុស្សដែលយើងស្រឡាញ់ទីថាយើងស្រឡាញ់គាត់ខ្លាំងមកឲ្យយើងធ្វើជាមិត្តភក្តិមួយគាត់អីសម្រាប់ខ្ញុំធ្វើអត់បានទេចឹងហើយបើថាជប់តាក់ទងគ្នាហើយខ្ញុំអត់ស្អប់គាត់ខ្ញុំអត់ថាបែកគ្នាឲ្យត្រូវធ្វើជាសត្រូវមួយគាត់ឬក៏អី no អត់មានធ្វើជាសត្រូវទេប៉ុន្តែខ្ញុំក៏អត់ចង់ឃើញគាត់នៅក្នុងជីវិតរបស់ខ្ញុំទៀតដែរខ្ញុំនៅតែ wish គាត់ the best ឲ្យគាត់ជួបមនុស្សល្អមានជីវិតដែលមានសុភមង្គលប៉ុន្តែខ្ញុំអត់ចង់ឃើញអារូបភាពសុភមង្គលរបស់គាត់ឬក៏ចង់ឃើញគាត់នៅក្នុងជីវិតខ្ញុំទៀតទេគឺខ្ញុំធ្វើឲ្យគាត់ disappear from my life yes ចឹងហើយអានេះវាគឺជារឿងមួយដែលធ្វើឲ្យយើងអាច move on បានលឿនដូចគ្នាដែរសម្រាប់ទី5វិញគឺអ្នកទាំងអស់គ្នាត្រូវយកពេលវេលានេះផ្ដោតទៅលើខ្លួនឯងជាធំ priority yourself than anyone else ពីព្រោះអ្នកទាំងអស់គ្នាត្រូវចាត់ទុកពេលវេលា move on នេះគឺជាពេលវេលាមាសពេជ្រមួយហើយអ្នកទាំងអស់គ្នាអាចផ្ដោតទៅលើខ្លួនឯងពេញ 100% ព្រោះអីពីមុនអ្នកទាំងអស់គ្នាត្រូវបែងចែកពេលវេលាមួយភាគធំរបស់អ្នកទាំងអស់គ្នាសម្រាប់គាត់ចំណាយពេលនឹងមួយគាត់យកចិត្តគាត់ឬក៏ធ្វើអីជាមួយគាត់អីចឹងទៅចឹងហើយអ្នកទាំងអស់គ្នាអាចនឹងផ្លិចឬក៏អត់បានធ្វើអ្វីដែលជាគោលដៅជីវិតរបស់អ្នកទាំងអស់គ្នាចឹងហើយបាទខ្ញុំនិយាយថាពេលវេលានេះគឺជាពេលវេលាមាសពេជ្រមួយដែលអ្នកទាំងអស់គ្នាគាត់បីត្រូវតែផ្ដោតទៅលើខ្លួនឯងផ្ដោតឲ្យគេខ្លះផ្ដោតទៅលើការមើលថែផ្លូវកាយផ្លូវចិត្តនិងបង្កើនចំណេះជំនាញរបស់ខ្លួនឯងឲ្យល្អប្រសើរទៅ level up to the max ហ្មងណាហ្នឹងហើយព្រោះនេះវាជាពេលវេលាមាសពេជ្រមួយដែលអ្នកទាំងអស់គ្នាអត់ចាំបាច់ផ្ដោតលើអ្នកគេទៀតទេឥឡូវនេះគឺមានតែអ្នកទាំងអស់គ្នា you and yourself there's no one else to focus alright so yes ធ្វើអីគេខ្លះទៅ gym work out ឲ្យបានញឹកញាប់
lip skin care មើលថែទាំខ្លួនឯង lotion body lotion ឬក៏ skin care តាក់ទងនឹងមុខអីគឺอย่าត្រូវធ្វើវាហើយធ្វើ meditation រៀនធ្វើលំហាត់តាំងសមាធិសរសេរកំណត់ហេតុប្រចាំថ្ងៃក៏ជួយច្រើនបានដូចគ្នាដែរនឹងជួយច្រើនខ្លាំងជាពិសេសតាក់ទងទៅនឹងការកាត់បន្ថយអារម្មណ៍របស់យើងឲ្យយើងតាមដានស្ថានភាពផ្លូវអារម្មណ៍នឹងការកាត់របស់យើង yes ជួយដល់ recommend ខ្លាំងមែនតើហើយរៀនជំនាញអីដែលថ្មីជំនាញអ្នកនរគ្នាចង់រៀនពីមុនមកចង់ធ្វើឲ្យវាល្អប្រសើរអីហ្នឹងគឺអភិវឌ្ឍចំណេះដឹងជំនាញរបស់ខ្លួនឯងឲ្យខ្លាំងតែម្ដងអានសភៅឲ្យបានច្រើនហ្នឹងហើយអញ្ចឹងពេលវេលាហ្នឹងគឺអ្នកនរគ្នាត្រូវតែផ្ដោតលើខ្លួនឯងឲ្យបានពេញ 100% ហើយអ្នកនរគ្នាដឹងតាមរយៈដែលខ្ញុំអានប្រវត្តិរបស់អ្នកដែលគាត់និយាយថាល្បីឬក៏គាត់ជោគជ័យទៅលើ career របស់គាត់មិនថាជា artist author athletic ឬក៏ businessman woman អីទេគឺពាក្យច្រើនគឺពេលវេលាដែលគាត់អភិវឌ្ឍខ្លួនឲ្យខ្លាយទៅជាអីដែលគាត់នាពេលបច្ចុប្បន្នហ្នឹងគឺពេលដែលគាត់ break up នឹងឯងទាំងអស់គ្នាពេលដែលគាត់បែកជាមួយគេបោះបង់គាត់ឬក៏បែកបាក់ស្នេហាហ្នឹងគាត់រកឃើញខ្លួនឯងហើយគាត់ក៏ just update ចំណេះជំនាញឬក៏ជាអ្នកនិពន្ធអីចឹងទៅគាត់យកអ្វីដែលគាត់ខូចចិត្តហ្នឹងទៅសរសេរជា lyric ឬក៏ជាសភៅអីជាដើមដែលធ្វើឲ្យគាត់ល្បីសុសសាយ yes ចឹងហើយបើខ្ញុំនិយាយថាវាគឺជាពេលវេលាមាសពេជ្រមួយដែលអ្នកនរគ្នាត្រូវតែផ្ដោតលើខ្លួនឯងហើយបើអ្នកនរគ្នាធ្វើវាត្រូវគឺអ្នកនរគ្នានឹងជោគជ័យខ្លាំងមែនតើអូខេអញ្ចឹងទីម៉ានហើយទី5ទី6នោះគឺអ្នកទាំងអស់គ្នាគាត់បីធ្វើសកម្មភាពថ្មី try new thing ហ្នឹងហើយមានអីគេខ្លះទីហោថាអ្នកទាំងអស់គ្នាអាចមើលលេងកីឡាអីទៅហាត់ Pilates ទៅ yoga ទៅលេងជា game ឬក៏បង្កើតជា hobby ថ្មីសម្រាប់ខ្លួនឯងដែលអ្នកទាំងអស់គ្នាអាចយកពេលវេលាដែលពីមុនអ្នកទាំងអស់គ្នាធ្វើជាមួយគាត់ហ្នឹងមកជំនួសនៅ activity ថ្មីដែលអ្នកទាំងអស់គ្នាអត់ធ្លាប់ធ្វើពីមុនមកគេទៅអ្នកទាំងអស់គ្នាអាចធ្វើមិនក៏បានដែរដែលធ្វើឲ្យថ្ងៃទាំងមូលរបស់អ្នកទាំងអស់គ្នាហ្នឹងវាមើលទៅវា fun វា healthy ហើយវា productive សម្រាប់អ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងគាត់បីសាកល្បងធ្វើអីថ្មីឬក៏អាចនិយាយថា join community club ដែលអ្នកទាំងអស់គ្នាអាចជួបមនុស្សថ្មីអាចស្ដាប់ពីបទពិសោធន៍ជីវិតរបស់គាត់ពេលខ្លះអ្នកទាំងអស់គ្នាស្ដាប់បទពិសោធន៍ជីវិតរបស់អ្នកដទៃក៏អាចធ្វើឲ្យអ្នកទាំងអស់គ្នាដឹងថាការប៉ັດអារឿងដែលខ្ញុំបានកំពុងតែជួបហ្នឹងគឺវាជារឿងដ៏ទូចមួយសម្រាប់គាត់ហើយគាត់ធ្វើវាបានអញ្ចឹងហើយធ្វើអ្នកទាំងអស់គ្នាដឹងថាគាត់មកប៉ុណ្ណានេះគាត់អាចធ្វើវាបានអញ្ចឹងហើយយើងក៏អាចធ្វើវាបានល្អប្រសើរដូចជាគាត់ដែរអញ្ចឹងហើយនេះវាជាអត្ថប្រយោជន៍នៃការដែលយើង join community club យើងអាចមើលឃើញពិភពលោកនៅក្នុងរូបភាពមួយដែលវាធំជាងមុនហើយក៏វាវិជ្ជមានច្រើនជាងមុនដូចគ្នាដែរហើយពេលខ្លះអ្នកនរគ្នាក៏អាចនឹងរកឃើញនៅ hidden talent មួយនៅក្នុងកន្លងពេលដែលអ្នកនរគ្នា try new thing នឹងដូចគ្នាដែរ yes អញ្ចឹងហើយវាគឺជាឱកាសមានពេជ្រខ្លាំងមែនតើអូខេអញ្ចឹងឥឡូវចូលដល់វិធីចុងក្រោយគេ step ចុងក្រោយគេរបស់យើងនោះគឺត្រូវឲ្យខ្លួនឯងទទួលស្គាល់ការពិតត្រូវទទួលស្គាល់ការពិតជាដាច់ខាតត្រូវទទួលស្គាល់ការពិតថារវាងអ្នកទាំងអស់គ្នាហើយនឹងគាត់ love story មួយហ្នឹងគឺវាត្រូវបានបញ្ចប់ហើយ yes ពីព្រោះបើសិនជាអ្នកទាំងអស់គ្នាអត់ព្រមទទួលស្គាល់ការពិតទេបើទោះបីជាអ្នកទាំងអស់គ្នាខំប្រឹងអនុវត្តជំហាន6ដំបូងបានល្អមិនក៏ដោយក៏អ្នកទាំងអស់គ្នានៅតែអត់អាច move on ពីគាត់បានដែរពីព្រោះនៅក្នុងចិត្តរបស់អ្នកទាំងអស់គ្នានៅតែគិតថារវាងអ្នកទាំងអស់គ្នានិងគាត់ love story មួយហ្នឹងវាអាចនឹងចាប់ដើមឡើងវិញម្ដងទៀតចឹងហើយទៅធ្វើឲ្យអ្នកទាំងអស់គ្នានៅតែមានកូនចិត្តមួយតឹងគេត្រឡប់មកវិញដឹងថាគេនឹងតាក់ទងមកអីជាដើមចឹង yes នៅតែមានការគិតជាហេតុធ្វើឲ្យអ្នកទាំងអស់គ្នាអត់អាច move on ពីគាត់បានទេហើយអ្នកទាំងអស់គ្នាដឹងអត់ថាកំហុសមួយដែលមនុស្សភាគច្រើនតែងតែធ្វើហើយអត់អាចឲ្យគាត់ move on ពីតំណែងចាស់របស់គាត់ហ្នឹងគឺការដែលគាត់នៅតែគិតថារវាងគាត់ហើយនឹងមនុស្សម្នាក់ទៀតតំណែងស្នេហាមួយហ្នឹងវានឹងអាចចាប់ដើមឡើងវិញនៅក្នុងថ្ងៃណាមួយគេនឹងអាចត្រឡប់មកហៅគាត់វិញអីជាដើម yes អូខេអញ្ចឹងទាំងអស់នេះហើយគឺជាជំហាន7ជំហានដែលយើងអាចអនុវត្តបានដើម្បីកាត់ចិត្តពីមនុស្សដែលយើងស្រឡាញ់ឬក៏តំណែងស្នេហាចាស់ហើយខ្ញុំទទួលស្គាល់ថាការដែលយើងដោះលែងមនុស្សដែលយើងស្រឡាញ់ឲ្យទៅវាគឺជារឿងដ៏ពិបាកអត្តនការនៃការ move on របស់ខ្ញុំគឺវាពិបាកខ្លាំងមែនតើខ្ញុំទទួលស្គាល់អារម្មណ៍នេះហើយខ្ញុំក៏ធ្លាប់ឆ្លងកាត់វាដូចគ្នាដែរអញ្ចឹងហើយទៅខ្ញុំដឹងថាវាពិបាកខ្លាំងប៉ុន្តែដូចនិយាយពីដើមវីដេអូអញ្ចឹងវាគឺជាជំរើសតែមួយគត់ដែលយើងមានវាអត់មានអីផ្សេងទៀតទេអញ្ចឹងហើយចង់មិនចង់ក៏យើងត្រូវតែធ្វើវាតែអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងដំណាក់កាលនេះអ្នកទាំងអស់គ្នានឹងអាចមានអារម្មណ៍ថាវាមើលទៅវាអត់អាចទៅរួចអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកទាំងអស់គ្នាអត់អាចយកខ្លួនឯងត្រឡប់មកវិញបានទេឬក៏អត់អាចមើលឃើញពិភពលោកពលឺនៅក្នុងជីវិតរបស់ខ្លួនឯងឡើងវិញបានទេខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាមិនមែនជាមនុស្សតែម្នាក់ដែលជួបរឿងហ្នឹងទេតែស្អែកទៅមានមនុស្សជាច្រើននៅលើពិភពលោកយើងហ្នឹងនៅក្នុងស្រុកខ្មែរយើងហ្នឹងនៅក្នុងថ្នាក់រៀនអ្នកទាំងអស់គ្នាហ្នឹងនៅក្នុងកន្លែងធ្វើការអ្នកទាំងអស់គ្នាហ្នឹងគឺគេសុទ្ធតែធ្លាប់ជួបរឿងមួយនេះប៉ុន្តែគឺពួកគេអាចឆ្លងកាត់វាបានហើយមិនត្រឹមតែអាចឆ្លងកាត់វាបានទេគឺពួកគេអាចរកឃើញខ្លួនឯងរកឃើញ hidden talent ខ្លួនឯងដែលអាចធ្វើឲ្យខ្លួនឯងរឹងមាំច្រើនជាងមុនអាច
មានផ្លូវចិត្តមួយដែលអាចមើលឃើញពិភពលោកនៅក្នុងរូបភាពមួយដែលវាស្រស់ស្អាតនិងវាវិជ្ជមានច្រើនជាងមុនអញ្ចឹងណាដែលជាហេតុធ្វើឲ្យបន្ថែមពីលើការ move on គឺគាត់អាចជោគជ័យទៅលើជីវិតរបស់គាត់ដែលមានជីវិតមួយដែលវាសុភមង្គលច្រើនជាងការពេលដែលគាត់នៅជាមួយមនុស្សម្នាក់ហ្នឹង yes ដូច្នេះហើយចាត់ទុកថាវាជាបទពិសោធន៍ដ៏ល្អមួយដែលអាចគិតថាអ្នកទាំងអស់គ្នាសំណាងដែលអ្នកទាំងអស់គ្នាអាចមានឱកាសទទួលបានបទពិសោធន៍មួយនេះពីព្រោះបទពិសោធន៍មួយនេះគឺវាអាចនិយាយថាវានឹងផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងអស់គ្នា360ដឺក្រេហើយអ្នកទាំងអស់គ្នានឹងជោគជ័យក្នុងជីវិតខ្លាំងបើអ្នកទាំងអស់គ្នាអាចឆ្លងកាត់វាបានតាមរយៈដំណាក់កាលដែលខ្ញុំបានចែករំលែកអ្នកទាំងអស់គ្នាកន្លងមកមាន7ហ្នឹង so that's it ខ្ញុំដឹងថាវាពិបាកតែខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាអាចធ្វើវាបានខ្ញុំនិងមនុស្សជាច្រើនអាចធ្វើវាបានចឹងអ្នកទាំងអស់គ្នាប្រកាសជាអាចធ្វើវាបានដូចគ្នាដែរ so again bye bye